បាទទៅលេងផ្ទះបងនៅឯស្រុកណើតហើយបងបាទធ្វើត្រីបាទធ្វើត្រីហ្នឹងត្រីមួយហ្នឹង1គីឡូជាងបងប្អូន1គីឡូជាងត្រីមួយហ្នឹងហើយខ្ញុំកំងឲ្យទៅទឹកស្លនំចុកខ្ញុំចូលចិត្តនំចុកចឹងគាត់មុខគាត់ចាប់តាមធ្វើស្ងោរត្រីមកពីត្រីធំហ្នឹងបងប្អូនគាត់ត្រីដល់ពេញឆ្នាំងមកត្រីបាទត្រីហ្នឹងធំធំមែនទែនបាទ1គីឡូជាង1គីឡូជាងត្រីមួយហ្នឹងចឹងមិនធម្មតាទេគាត់ដាក់ត្រីហ្នឹងឡើងពេញឆ្នាំងបាត់ហើយជាតិបងប្អូនជាតិបងប្អូនចាំមើលជាតិបងហើយគាត់ស្លគាត់អីវប់ផ្លែទៅបានញ៉ាំតិចទៀតបាទអញ្ចឹងងាយៗចឹងបងប្អូននៅជនបទអត់មានរញ៉េរញ៉ៃច្រើនអត់មាន stress អត់មានអីទេឃើញទិដ្ឋភាពបែបហ្នឹងមែនតែអត់មាន stress អីណាញ៉ៃទេបរិយាកាសក៏ល្អជុំវិញផ្ទះក៏មានដំណាំមានរុក្ខជាតិមានបន្លែបង្ការគ្រប់មុខបាទស្រស់ស្រាយបងប្អូនទៅតាមជនបទអញ្ចឹងមានអីទេទៅជនបទមានអីទេបងប្អូនណាមានតែត្រីស្រែបន្លែស្រស់មន់ស្រែបន្លែស្រស់ហ្នឹងឯងបងប្អូនហើយទៅមានអារម្មណ៍រីករាយសប្បាយមាន stress បាទតែថាក្តៅតិចអត់អីក្តៅហ្នឹងយើងអាចហាលថ្ងៃក្តៅបានបាទនេះគឺទិដ្ឋភាពជាទូទៅបាទឥឡូវនេះស្លឆ្អិនហើយប៉ុន្តែអាស្លឆ្អិនភ្លាមពុះភ្លាមបានថតទេថតតាពេលដុះរួចហើយនៅសក់ក្បាលមួយប៉ុន្តែទឹកស្លគឺចិត្តមកចាំមើលនៅចុងវីដេអូឃើញតែខ្ញុំញ៉ាំទេដឹងបងប្អូនឃើញខ្ញុំញ៉ាំទេដឹងហើយទឹកស្លបែបហ្នឹងហើយនេះគឺជាបន្លែស្រស់តែម្ដងបន្លែនេះគឺបេះនៅក្បែរផ្ទះថ្ងៃពោះផ្ទះគាត់នឹងគឺសម្បូរទៅដោយបន្លែចម្រុះបាទវាមិនមានគ្រប់មុខទេប៉ុន្តែវាមានច្រើនមុខបាទវាមានច្រើនមុខញ៉ាំតែវាមិនមែនថាមានគ្រប់មុខទេហើយនេះខ្ញុំមកដល់វគ្គខ្ញុំបងប្អូនដល់វគ្គខ្ញុំហើយនេះខ្ញុំចាប់ដាក់តែបន្លែពីសៃទេបងប្អូនណាហើយបងប្អូនដឹងហ្នឹងរបោយអីគេរបោយអីគេរឿងដែលខ្ញុំចាប់ដាក់បងប្អូនណាដឹងបងប្អូនណាស្គាល់បងប្អូនណាយល់បងប្អូនអាចខមមិនប្រាប់ខ្ញុំបានបាទហើយបងប្អូនមិនស្គាល់មិនយល់spectral គេថាមិនច្បាស់អាចខមមិនស៊ូបានបងប្អូនណាស៊ូបានតែខ្ញុំដាក់របោយអីគេហ្នឹងជាតិបងប្អូនហើយនំបញ្ចុកតែពីបេតសៃទេគឺខ្ញុំញ៉ាំនំបញ្ចុកពិតមែនប៉ុន្តែខ្ញុំអត់សូវដាក់នំបញ្ចុកច្រើនទេខ្ញុំចូលចិត្តបន្លែបងប្អូនគឺបន្លែដាក់ទៅជាមួយនឹងទឹកសឡនំបញ្ចុកហើយជាមួយនឹងអំបិលបន្តិចមកជាតិបងប្អូនជាតិយកទៅមែនតើបងប្អូនបាទស្លឲ្យយើងសាបតិចហើយបុកអំបិលបន្តិចនៅខាងក្រៅជាតិបងប្អូនពួកជាតិគឺអ្នកដែលធ្លាប់ញ៉ាំអ្នកដែលធ្លាប់ភ្លុកបានមានអារម្មណ៍ថាជាតិបងប្អូនណាបងប្អូនទស្សនាមើលនេះចាំមើលខ្ញុំញ៉ាំបងប្អូនចាំបងប្អូនណាដែល special បើមិនច្បាស់អាចខមមិនស៊ូបានរបស់ខ្ញុំដាក់បងប្អូនណានេះអំបិលបងទេបាទជាតិបងប្អូនដាក់តិចមកស្លយើងឲ្យយើងសាបតិចមកដាក់អំបិលតិចមកមួយម៉ាត់ជាតិមកអ្នកដែលធ្លាប់បានមានអារម្មណ៍ថាអូយលេខទឹកមាត់បងប្អូនណាបាទជាមួយនឹងM09បងប្អូនហើយជាមួយខ្ញុំញ៉ាំអូមកចកពេញមាត់មកអូជាតិដល់ហើយមកចកឡើងហៀមាត់បងប្អូនមើលដាក់តិចហឹលតិចចូលសម្លេងនេះក៏ហូរទឹកមាត់បងប្អូនឃ្លានភាសាទៀតបាត់ហើយបងប្អូនអើយគាត់មើលហើយក៏ឃ្លានដាក់មកចកមកដាក់បន្តិចតិចបងប្អូនណាកុំដាក់ច្រើនពេកបាទអ្នកដែលមានបញ្ហាទៅដាក់ច្រើនពេកឡើងពីឈាមដាក់ច្រើនពេកអូជាតិបងប្អូនអូយមួយម៉ាត់នេះហៀបងមកចកហ្នឹងគឺកំពុងមាត់នេះជាតិមកជូតិចហឹលមើលហើយនៅហៀទឹកមាត់បងប្អូនហៀទឹកមាត់នេះបាទចូលសម្លេងនេះក៏នៅតែហៀទឹកមាត់ដែរបាទនៅតែនឹកឃើញរសជាតិនំបញ្ចុកស្រស់ស្រាយបន្លែស្រស់ត្រីស្រស់